ថ្ងៃនេះប្រជាជនកម្ពុជាទូទាំងប្រទេសបានសម្ដែងក្តីសប្បាយរីករាយយ៉ាងក្រៃលែងចូលរួមប្រារព្ធពិធីអបអរសាទរខួបលើកទី74ថ្ងៃបង្កើតគណៈបកប្រជាជនកម្ពុជាដែលនៅគ្រាដំបូងមានឈ្មោះថាបកប្រជាជនបដិវត្តន៍ខ្មែរដែលត្រូវបង្កើតឡើងនៅថ្ងៃទី28ខែមិថុនាឆ្នាំ1951ព្រះជាណាចក្រអាចារ្យយ៉ាងកម្ពុជាថ្ងៃទី28ខែមិថុនាឆ្នាំ2025នេះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាកាន់តែទទួលបាននូវសមិទ្ធផលធំៗជាច្រើនទៀតក្នុងនោះគឺការការពារបានសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបានប្រកាសនូវកម្មវិធីនយោបាយរបស់ខ្លួនដែលត្រូវបានកសាងលើមូលដ្ឋានកម្មវិធីនយោបាយរបស់គណៈបកនិងបានដាក់ចេញយុទ្ធសាស្ត្របញ្ចុកដំណាក់កាលទី1 2023-2028ដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពសម្ដៅការពារថែរក្សាពូនជ្រុំសមិទ្ធផលជាតិនិងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាប្រែក្លាយជាប្រទេសមានចំនួនមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងប្រែក្លាយជាប្រទេសមានចំនួនខ្ពស់ឆ្នាំ2050គូរំលេចឲ្យដឹងថាក្នុងឆ្នាំ2024កន្លងទៅនេះសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថាសម្រេចបានកំណើនប្រមាណ 6%ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាក្នុងឆ្នាំ2024មានសរុបចំនួន 55.4 ប៊ីលានដុល្លារអាមេរិកកើនឡើង 15.66% បើធៀបនឹងឆ្នាំ2023ការនាំចេញមានចំនួន 26.7 ប៊ីលានដុល្លារកើនឡើង 13.61% និងការនាំចូលមានចំនួន 28.7 ប៊ីលានដុល្លារកើនឡើង 17.63% បើធៀបនឹងឆ្នាំ2023ទុនបម្រុងអន្តរជាតិបន្តស្ថិតក្នុងកម្រិតខ្ពស់ប្រមាណជាង 22 ប៊ីលានដុល្លារចំពោះអត្រាប្តូរប្រាក់មានស្ថិរភាពក្នុងរង្វង់ 4024 រៀលក្នុង1ដុល្លារគណៈអត្រាអតិផរណាមធ្យមប្រចាំឆ្នាំមានកំណើនថមថយមកត្រឹម 0.8%រាជរដ្ឋាភិបាលនៅបន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធដោយបច្ចុប្បន្នប្រាក់បៀវត្សអបបរមាមានចំនួន 1,39,000 រៀលនិងបន្តកាត់បន្ថយកម្រិតប្រាក់សោតធនរវាងអ្នកចូលនិវត្តន៍ចាស់និងថ្មីជាមួយគ្នានេះក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគលើគម្រោងថ្មីនិងគម្រោងពង្រីកផលិតកម្មសរុបចំនួន414គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ 6.9 ប៊ីលានដុល្លារដែលអាចបង្កើតការងារចំនួន 324,624 កន្លែងនិងបង្កើតការងារ 1,160,181 នាក់និងចំនួនសហគ្រាសធុនតូចមធ្យមនិងសិប្បកម្មសរុបមាន 43,970 មូលដ្ឋានដែលបង្កើតការងារ 476,223 នាក់រាជរដ្ឋាភិបាលក៏បានដំឡើងប្រាក់ឈ្នួលអបបរមារបស់កម្មករនិយោជិតផ្នែកវិជ្ជាភ័ណ្ឌកាត់ដេរផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបដល់ $208 ក្នុងមួយខែសម្រាប់ឆ្នាំ2025បូករួមនឹងអត្ថប្រយោជន៍ជាកាតព្វកិច្ចនិងអត្ថប្រយោជន៍ផ្សេងៗពីគោលនយោបាយគាំពារសង្គមរាជរដ្ឋាភិបាលកម្ពុជាបន្តសម្រេចបានសមិទ្ធផលជាទីមោទនៈដូចជាការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃពិធីអបអរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោការបោះឆ្នោតជ្រើសតាំងសមាជិកប្រសិទ្ធភាពនីតិកាលទី5និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌអាណត្តិទី4អ្វីដែលគួរជាទីមោទនៈនោះគឺរហូតមកដល់បច្ចុប្បន្នកម្ពុជាបានផ្លាស់ប្ដូរមុខមាត់របស់ខ្លួនយ៉ាងឆាប់រហ័សបើធៀបទៅនឹងប្រទេសដែលទើបងើបពីសង្គ្រាមដំណើរគ្នាជាមួយកម្ពុជាយើងបានផ្លាស់ប្ដូរពីសង្គមក្រីក្រនិងងាយមានចំនួនទៅជាសង្គមមួយដែលមានស្ថិរភាពសន្តិភាពនិងសុវត្ថិភាពហើយប្រជាជនយើងចាប់ផ្ដើមទទួលផ្លែផ្កាពីសន្តិភាពនិងការអភិវឌ្ឍអត្រាភាពក្រីក្រត្រូវបានកាត់បន្ថយនៅក្នុងរង្វង់ 10% ក្នុងឆ្នាំ2019ប៉ុន្តែបានឡើងខ្ពស់ក្នុងពេលមានវិបត្តិជំងឺ COVID-19ទោះជាយ៉ាងនេះក្តីការដាក់ចេញនិងការអនុវត្តវិធានការអន្តរកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ទាំងក្នុងការគ្រប់គ្រងវិបត្តិទាំងក្នុងការរក្សាលំនឹងនិងជីវភាពរស់នៅរបស់ប្រជាជនបានជួយបង្កើនអំណាចទិញរបស់ប្រជាជនមកវិញនិងធ្វើឲ្យអត្រាភាពក្រីក្រធ្លាក់ចុះមកត្រឹម 17.98% ក្នុងឆ្នាំ2024កម្ពុជាក៏កំពុងឈានទៅរកការបញ្ចប់ឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចដោយពេញលេញនៅឆ្នាំ2029ខាងមុខកម្ពុជាបានប្រែក្លាយពីប្រទេសដែលមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរហើយពឹងផ្អែកលើដៃគូអភិវឌ្ឍដើម្បីទទួលបានហិរញ្ញប្បទាន 2/3 នៃថវិកាជាតិទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រងថវិកាជាតិបានដោយភាពម្ចាស់ការថែមទាំងមានទុនបម្រុងដើម្បីការពារសេដ្ឋកិច្ចជាតិនិងលំនឹងជីវភាពប្រជាពលរដ្ឋទប់ទល់នឹងវិបត្តិនិងគ្រោះមហន្តរាយផ្សេងៗ កម្
កម្ពុជាបានប្រែក្លាយពីប្រទេសដែលនៅឯកោនិងទទួលរងទណ្ឌកម្មដោយសហគមន៍អន្តរជាតិទៅជាប្រទេសដែលធ្វើសមារណកម្មយ៉ាងស៊ីជម្រៅនៅក្នុងតំបន់និងពិភពលោកក្លាយជាប្រទេសដែលអាចបញ្ជូនកងរក្សាសន្តិភាពនិងចូលរួមយ៉ាងសកម្មនៅក្នុងរបៀបវិរៈសន្តិភាពទាំងក្នុងតំបន់និងក្រៅតំបន់ថែមទៀតផងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានឹងកាន់តែទទួលបាននូវសមិទ្ធផលធំៗជាច្រើនទៀតនោះគឺការការពារបូរណភាពទឹកដីឯករាជ្យអធិបតេយ្យភាពសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍ